មុនពេលដែលយើងបានខ្លាយទៅជាមនុស្សម្នាក់ដូចសពថ្ងៃយើងក៏បានឆ្លងកាត់ធ្វើជាក្មេងតូចម្នាក់ដែលតែងតែមានម៉ាក់នៅក្បែរហើយមានពេលខ្លះក៏ត្រូវម៉ាក់វាយម៉ាក់ស្ដីឲ្យហើយក៏មិនលួចអន់ចិត្តនឹងខឹងម៉ាក់ប៉ុន្តែតទៅពេលធំដល់ពេលនេះទើបកូនយល់ថាតពិតទៅម៉ាក់ធ្វើគ្រប់យ៉ាងក៏ចង់ដើម្បីតែណែនាំការពារចង់ឲ្យកូនល្អតែប៉ុណ្ណោះហើយមិនថាកូនធ្វើខុសប្រមាណដងឡើយតែងតែមាននារីម្នាក់ដែលមានឈ្មោះថាម៉ាក់តែងតែនៅការពារនិងតាមស្រឡាញ់កូនដោយឥតលក្ខខណ្ឌហើយថ្ងៃនេះដែរកូនគ្រាន់តែចង់និយាយថាកូនមិនស្ដាប់អ្វីៗគ្រប់យ៉ាងកូនស្រឡាញ់ម៉ាក់សួស្ដីបងបាទសួស្ដីសុខសប្បាយបងសុខសប្បាយតានឹងដឹងថាគេអញ្ជើញហៅមកថតពីគេដែរដឹងបងហ្នឹងយើងថតពី concept Mother Day វាអារម្មណ៍មិនដែរបងបានចូលក្នុងវីដេអូថ្ងៃនេះមានអារម្មណ៍ថារំភើបភ័យអត់បងអត់សូវភ័យតែថ្ងៃនេះផ្លែយើងនិយាយតាក់ទងទៅនឹងម៉ាក់របស់យើងវិញបងអូខេអូនអញ្ចឹងដូចតែអូនដឹងពី concept ហើយអញ្ចឹងមុននឹងចូលទៅកាន់សំណួរដំបូងបងចង់ឲ្យអូនជួយណែនាំខ្លួនបន្តិចទៅកាន់ទស្សនិកជនដែលគាត់មើលជំរាបសួរសួស្ដីអ្នកទាំងអស់គ្នាខ្ញុំមួយគឹមមកពី Business Development Department បាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះខានីសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី4នៃសាកលវិទ្យាល័យកម្ពុជាហើយសប្តាហ៍ថ្ងៃនេះខ្ញុំបានធ្វើការនៅក្រុមហ៊ុន Pacific Solution ខាងផ្នែកលក់ផងដែរបាទជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះនេះសប្តាហ៍ថ្ងៃខ្ញុំជានិស្សិតឆ្នាំទី3ហើយខ្ញុំជា Software Engineer មកពី Pacific Solution ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះហេងឃីមខ្ញុំគឺជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុន Pacific Solution ខាងផ្នែក Business Development ចាបងអញ្ចឹងដូចតែបងបានដឹង concept អញ្ចឹងតើតោងជាមួយនឹង Mother Day អញ្ចឹងបងអាចជួយណែនាំម៉ាក់របស់បងឲ្យ5ចំណុចបានទេបងពីម៉ាក់ខ្ញុំទៅគាត់តស៊ូគាត់ខំប្រឹងធ្វើការគាត់មើលថែទាំងយាយរបស់ខ្ញុំទាំងខ្ញុំផ្ទាល់តាំងពីតូចរហូតដល់ធំណាបងសម្រាប់ខ្ញុំម៉ាក់គឺជានៅស្រីដែលស្អាតឆ្លាតហើយប្រកែហើយម៉ាក់ប្រៀបបានដូចជាផ្ទះដ៏កក់ក្ដៅមួយសម្រាប់គ្រួសារតើតោងជាមួយនឹងម៉ែរបស់ខ្ញុំបាទសូមយាយម៉ែដោយសារតែខ្ញុំទ្រលាប់ហៅម៉ែបាទអញ្ចឹងអ្នកម្ដាយរបស់ខ្ញុំគាត់តែងតែមានការយកចិត្តទុកដាក់ក៏ដូចជាការស្រឡាញ់កូនដោយអត់មានលក្ខខណ្ឌនឹងស្មើគ្នាហើយបានបញ្ជូនកូនទៅរៀននៅសាលាក៏ដូចជាទទួលបានការអប់រំដើម្បីឲ្យកូនមានចំណេះនៅក្នុងការប្រើប្រាស់ក្នុងជីវភាពរស់នៅក៏ដូចជានៅថ្ងៃអនាគតបើសម្រាប់ខ្ញុំម៉ាក់គឺជាស្ត្រីម្នាក់ដែលអស្ចារ្យហើយសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំម៉ាក់តែងតែផ្ដល់ក្តីស្រឡាញ់មកដល់ខ្ញុំជាកូនក៏ដូចជាសមាជិកគ្រួសារទាំងអស់គ្នាដូចគ្នាហ្នឹងហើយអញ្ចឹងតាមចំណុចមួយហ្នឹងអាចជួយ detail ជាងនឹងបន្តិចបានទេបានបងស្អាតម៉ាក់គឺនិយាយទៅក្នុងកៅផ្នែកខ្ញុំគឺម៉ាក់ស្អាតហ្មងបើជាមនុស្សដែលស្អាតម៉ាក់គាត់ទៅមកស្រួយពេលម៉ាក់សើចទៅគួរឲ្យស្រឡាញ់អូអ្នកម្ដាយរបស់ខ្ញុំគឺពិសេសមែនទែននៅពេលដែលខ្ញុំទៅលេងស្រុកបាទគឺគាត់តែងតែធ្វើម្ហូបឆ្ងាញ់នេះគឺជាចំណុចពិសេសរបស់អ្នកម្ដាយម៉ាក់ខ្ញុំគាត់ជាមនុស្សដែល take care ពេលដែលខ្ញុំឈឺឬក៏មិនថាឈឺតិចតួចឬក៏មិនបងគាត់នៅតែសួរនាំពីយើងអញ្ចឹងញ៉ាំបាយនៅបានលេបថ្នាំនៅមួយចាយធូរនៅអញ្ចឹងម៉ាក់តែងតែមើលថែនិងយកចិត្តទុកដាក់ទៅលើគ្រួសារមួយនេះជានិច្ចចំណុចមួយទៀតម៉ាក់គឺជាមនុស្សស្រីម្នាក់ដែលរឹងមាំគាត់ពូកែអត់ធ្មត់អ្នកម្ដាយខ្ញុំគាត់តែងតែមានការខិតខំប្រឹងប្រែងបើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយហើយបើគិតទៅអ្នកម្ដាយខ្ញុំឆ្នាំនេះគាត់មានភាពចាស់ណាស់ដែរហើយគាត់ចិត្តល្អគាត់ចិត្តល្អហ្នឹងចិត្តល្អទាំងមួយសាច់ញាតិតខ្លួនទាំងមួយអ្នកចិត្តខាងអីនិយាយទៅអីដែលគាត់អាចចែករំលែកបានគឺគាត់ចែករំលែកទៅពួកគាត់ឯងជាមនុស្សម្នាក់ដែលប្រកែធ្វើកិច្ចការងារផ្ទះម៉ាក់មើលថែកូនហើយនឹងមួយទៀតម៉ាក់ខំប្រឹងធ្វើការឲ្យរកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារហើយនឹងកូនបើនិយាយពីចំណុចឆ្លាតវិញម៉ាក់ជាមនុស្សម្នាក់ដែលឆ្លាតគ្រប់រឿងហ្មងម៉ាក់បត់បានគ្រប់យ៉ាងតែងតែគ្រប់គ្រងខ្ញុំរាល់ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយជានិច្ចចាបងអញ្ចឹងបងដែរត្រូវធ្លាប់ម៉ាក់វាយអត់បងធ្លាប់នៅពីទូចម៉ាក់វាយធ្លាប់ម៉ាក់វាយហើយទៅធំហ្នឹងម៉ាក់វាយអត់ហ្នឹងហើយធំក៏នៅតែវាយដែរមិនតែវាយបានតែខ្ញុំរត់ត្រូវបានម៉ាក់វាយដែរវាយនឹងធៀងកទួតដោយសារតែពេលនៅតូចយើងរៀងខូចហើយពេលគាត់និយាយអីចឹងយើងអត់សូវស្ដាប់អញ្ចឹងទៅម៉ាក់វាយកាលហ្នឹងយើងរត់លេង2ថ្ងៃដល់ល្ងាចអញ្ចឹងទៅហើយអត់ញ៉ាំបាយញ៉ាំទឹកទេតែម៉ាក់គាត់មកដល់ផ្ទះទៅក៏គាត់ឃើញយើងនៅតែរត់លេងអត់ទាន់ចូលផ្ទះទៅគាត់វាយឲ្យទៅញ៉ាំបាយពេលហ្នឹង and then
ម៉ាក់វាយរៀងធ្ងន់ដែរកាលហ្នឹងហើយយំ គាត់ថាពេលខ្លះម៉ាក់ខ្ញុំរៀងកាច់តិចដាក់ខ្ញុំអញ្ចឹងបងដោយសារតែអាចថាមកពីគាត់ស្រឡាញ់អញ្ចឹងទៅគាត់រៀងកាច់ដាក់យើងគាត់រៀងតឹងតែមួយយើងតែបំណងគាត់ល្អទេគាត់គ្រាន់តែចង់ឲ្យយើងល្អអញ្ចឹងបងពេលដែលម៉ាក់វាយបងទៅពេលហ្នឹងបងគិតមិនដែរ ពេលហ្នឹងខឹងធម្មតានៅក្មេងអត់មានការគិតច្រើនអញ្ចឹងពេលដែលគាត់វាយខឹងគាត់អញ្ចឹងណា ពេលដែលយើងធំទៅបានដឹងថាតាមពិតម៉ាក់វាយយើងហ្នឹងក៏ដោយសារគាត់ស្រឡាញ់យើងគាត់ take care យើងអត់ចង់ឲ្យយើងរត់លេងច្រើនហើយអត់ញ៉ាំបាយទៅយើងឈឺតែប៉ុណ្្នឹងទេ តើតើនៅរឿងនេះខ្ញុំគិតថាគាត់បែបវិធីសមដោយសារតែខ្ញុំគឺគាត់និយាយអត់ស្ដាប់ ហ្នឹងហើយផានីអញ្ចឹងផានីអាចប្រាប់បានទេតកតងពីតំណែងផានីvớiម៉ាក់ហ្នឹងមិនដែរ តើតើជាមួយនឹងតំណែងខ្ញុំជាមួយនឹងម្ដាយរបស់ខ្ញុំគឺយើងមានភាពជិតស្និទ្ធជាមួយគ្នាស្រាប់ទៅហើយខំមកសួរសុខទុក្ខនឹងបារម្ភពីខ្ញុំចឹងនេះ ព្រោះដោយសារតែខ្ញុំមានរឿងអីខ្ញុំពិបាកចិត្តឬក៏ខ្ញុំមានអីឲ្យគាត់ជួយសម្រេចឲ្យចិត្តអីចឹងម៉ាក់អាចណែនាំម៉ាក់អាចផ្ដល់ដំបូន្មានឲ្យបានឲ្យជាគំនិតអីល្អៗបាន បើនិយាយពីតំណែងខ្ញុំហើយនឹងម៉ាក់វាមានច្រើនដោយសារម៉ាក់ដូចជាមិត្តភក្តិផងជាបងស្រីផងយើងអាច share ចែករំលែករឿងគ្រប់យ៉ាងទៅកាន់ម៉ាក់បានអញ្ចឹងណា ពេលដែលខ្ញុំបាក់ចិត្តគឺខ្ញុំតែងតែលើករឿងហ្នឹងយកទៅនិយាយម៉ាក់ឲ្យម៉ាក់ជួយស្ដាប់ពីទុក្ខលំបាករបស់យើងអញ្ចឹងបានថា share ទៅគាត់អ្វីដែលយើងបានជួបហើយសូមតែយោបល់ពីគាត់ហើយថាគួរណែនាំយើងក៏ធ្វើបែបបៃតងទៀត អញ្ចឹងតើបងមានពាក្យពេចន៍អីគេនិយាយទៅកាន់ម៉ាក់តាមរយៈវីដេអូមួយនេះ សម្រាប់ខ្ញុំអ្វីដែលខ្ញុំចង់និយាយទៅកាន់ម៉ាក់គឺខ្ញុំពិតជាស្រឡាញ់ម៉ាក់ខ្លាំងមែនតើហើយម៉ាក់គឺជាមនុស្សសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំហើយម៉ាក់គឺជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំហើយខ្ញុំស្រឡាញ់ម៉ាក់ខ្លាំងអរគុណម៉ាក់មានអ្វីៗគ្រប់យ៉ាងកូនស្រឡាញ់ម៉ាក់ អរគុណម៉ាក់សម្រាប់គ្រប់យ៉ាងអរគុណម៉ាក់សម្រាប់គ្រប់យ៉ាងដែលផ្ដល់ឲ្យកូនកន្លងមកម៉ាក់ជាទីប្រឹក្សាម៉ាក់អាចជាមិត្តភក្តិម៉ាក់តែងតែផ្ដល់គំនិតផ្ដល់ដំបូន្មានល្អៗឲ្យកូនក្នុងឱកាសទិវាអ្នកម្ដាយអន្តរជាតិខាងមុខនេះកូនសូមជូនពរឲ្យម៉ាក់មានសុខភាពល្អមានសេចក្តីសុខហើយម៉ាក់ប្រាថ្នាអីសូមឲ្យសម្រេច កូនស្រឡាញ់ម៉ាក់ហើយអរគុណម៉ាក់ដែរចំបីបាច់កូនតាំងពីតូចដល់ធំប៉ុណ្ណឹង ហើយខ្ញុំមានថ្ងៃហ្នឹងក៏ដោយសារថាម៉ាក់ខ្ញុំដែរ អូនពិតជាអរគុណអ្នកម្ដាយខ្លាំងណាស់ដែលតែងតែលះបង់ដើម្បីខ្ញុំក៏ដូចជាកូនគ្រប់គ្នាហើយមានការមើលថែដោយសេចក្តីស្រឡាញ់ដោយអត់លក្ខខណ្ឌចំពោះកូនគ្រប់គ្នាម៉ែកូនពិតជាស្រឡាញ់ម៉ែខ្លាំងណាស់ រីករាយថ្ងៃទិវាម្ដាយ ចាសសម្រាប់អ្នកដែលកំពុងតែទស្សនាវីដេអូមួយនេះការអ្នកមានពាក្យពេចន៍អីចង់និយាយទៅកាន់ម៉ាក់របស់អ្នកអាចចែករំលែកតាមរយៈការ share វីដេអូនេះបាន